ខ្ញុំមានមោទនភាពដែលបានជួបអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសក្នុងការនាំមកជូនអ្នកទាំងអស់គ្នាអំពីផែនការចំណូលរបស់ Top Business Infinity DeFi ឬ TBI ដែលជាវេទិកាហិរញ្ញវត្ថុផ្អែកលើ Blockchain TBI គឺជាគម្រោង DeFi ដែលលេចធ្លោបំផុតមួយហើយកំពុងក្លាយជាអ្នកផ្លាស់ប្ដូរប្រកួតប្រជែងនៅឆ្នាំ2025ដូច្នេះ TBI គឺជានវានុវត្តន៍ហិរញ្ញវត្ថុដែលសង់លើ Blockchain និងកិច្ចសន្យាឆ្លាតវៃវាជាវេទិកាដែលបែកចេញពីមជ្ឈដ្ឋានដែលអាចឲ្យនរណាក៏បាននៅលើពិភពលោកចូលរួមជាផ្នែកមួយបាន TBI មិនមែនគ្រាន់តែជាគម្រោងមួយទេប៉ុន្តែវាកំពុងបង្កើតបាតុភូតថ្មីមួយនៅក្នុងឧស្សាហកម្មទ្រព្យសម្បត្តិ Digital មុនពេលយើងចូលទៅក្នុងព័ត៌មានលម្អិតអំពី TBI សូមអនុញ្ញាតឲ្យខ្ញុំណែនាំអំពីស្ថាបនិកជាមុនសិនស្ថាបនិកនិងនាយកប្រតិបត្តិរបស់ TBI គឺលោកអាចារ្យប៊ុនយ៉ុងប៊ុនរឿងដែលជាអ្នកគ្រប់គ្រងស្មារតីនៅពីក្រោយកិច្ចសន្យាឆ្លាតវៃរបស់ TBI ដែលចែកចាយចំណូលជាក់ស្ដែងលើ Blockchain Polygon លោកបានចូលរួមយ៉ាងជ្រាលជ្រៅក្នុងវិស័យគ្រប់គ្រងគ្រឿងបន្លាស់និងវេទិកាបែកចេញពីមជ្ឈដ្ឋានចាប់តាំងពីឆ្នាំ2021ដោយយកសាងចំណេះដឹងនិងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងវិនិយោគផ្អែកលើ Blockchain ពីបទពិសោធន៍នេះលោកបានរចនាគម្រោង TBI DeFi ដោយជោគជ័យដែលឥឡូវនេះបានក្លាយជាសហគមន៍រឹងមាំមួយមានសមាជិកលើស7,000 នាក់ក្នុងរយៈពេលតែ10ខែប៉ុណ្ណោះមិនត្រឹមតែបង្កើតផែនការឆ្លាតវៃសម្រាប់ប្រព័ន្ធបង់ប្រាក់ទេលោកក៏ទទួលបានការសហការយ៉ាងរឹងមាំពីអ្នកជំនាញជាច្រើនក្នុងវិស័យផ្សេងដើម្បីបង្កើតក្លឹប TBI ផងដែរប្រធានក្លឹប TBI គឺជាមេដឹកនាំអាជីវកម្មដែលគេគោរពសរសើរនៅក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យជាមួយនឹងក្រុមប្រឹក្សាភិបាលក្លឹប TBI នេះបានធ្វើឲ្យ TBI កាន់តែរឹងមាំដោយបញ្ចូលចំណេះដឹងនិងកម្លាំងរបស់សហគ្រិនកំពូលនៅថៃឥឡូវនេះពេលយើងបានស្គាល់ផ្ទៃខាងក្រោយរបស់ TBI រួចហើយយើងមកមើលលម្អិតអំពីអាជីវកម្មនេះមូលដ្ឋានរបស់ Bitcoin គឺ Blockchain ហើយបច្ចេកវិទ្យា Blockchain អាចបង្កើតកិច្ចសន្យាឆ្លាតវៃបានដែលជាកម្មវិធីអនុវត្តប្រតិបត្តិការតាមលក្ខខណ្ឌដែលបានសរសេរកិច្ចសន្យាទាំងនេះដំណើរការតាមពេលពិតហើយអាចផ្ទៀងផ្ទាត់បានយ៉ាងច្បាស់លាស់ Blockchain និងកិច្ចសន្យាឆ្លាតវៃដូច្នេះតើអ្វីទៅជា Blockchain ហើយកិច្ចសន្យាឆ្លាតវៃដំណើរការយ៉ាងដូចម្តេចBlockchain គឺជាប្រព័ន្ធសាធារណៈដែលមានភាពថ្លៃថ្នូរដែលកត់ត្រាប្រតិបត្តិការមនុស្សគ្រប់គ្នាអាចផ្ទៀងផ្ទាត់វាបានក្នុងពេលពិតពេលដែលបានកត់ត្រារួចហើយទិន្នន័យនោះមិនអាចផ្លាស់ប្ដូរបានទេដែលជួយកាត់បន្ថយការលួចបន្លំនិងបង្កើនការជឿទុកចិត្តវាក៏មានសុវត្ថិភាពខ្ពស់ផងដែរដោយសារបច្ចេកវិទ្យា Encrypt ដែលធ្វើឲ្យទិន្នន័យស្ទើរតែមិនអាចបន្លំបានBlockchain គឺមានលក្ខណៈបែកចេញពីមជ្ឈមណ្ឌលមានន័យថាមិនមានអាជ្ញាធរមួយណាដែលជាមជ្ឈមណ្ឌលទេវាជួយកាត់បន្ថយហានិភ័យពីចំណុចបរាជ័យមជ្ឈមណ្ឌលហើយអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលរួមបានលើសពីនេះទៅទៀតកិច្ចសន្យាឆ្លាតវៃដំណើរការដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានអ្នកជំរុញដូចជាធនាគារមេធាវីឬភ្នាក់ងារពេលដែលលក្ខខណ្ឌបានកំណត់ត្រូវបានបំពេញកិច្ចសន្យានឹងអនុវត្តដោយស្វ័យប្រវត្តិនិងដោយថ្លៃថ្នូរដូច្នេះកិច្ចសន្យាឆ្លាតវៃនាំមកនូវការជឿទុកចិត្តការស្វ័យប្រវត្តិភាពថ្លៃថ្នូរនិងការសន្សំថ្លៃចំណាយដូច្នេះតើអ្វីទៅជា TBI មានន័យថា Top Business Infinity គឺជាគម្រោងហិរញ្ញវត្ថុបែបបែកចេញពីមជ្ឈមណ្ឌល DeFi វាជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនិងវិនិយោគជំនាន់ថ្មីដែលបញ្ចូលបច្ចេកវិទ្យា Blockchain ជាមួយកិច្ចសន្យាឆ្លាតវៃលក្ខណៈពិសេសរបស់វាគឺភាពថ្លៃថ្នូរនិងអាចផ្ទៀងផ្ទាត់បានសាធារណៈការចែកចាយប្រាក់ចំណូលក្នុងពេលពិតការចូលរួមជាសកលសមត្ថភាពបង្កើតប្រាក់ចំណូលសកម្មសម្រាប់សហគមន៍កិច្ចសន្យាឆ្លាតវៃ TBI ត្រូវបានចាប់ផ្ដើមនៅថ្ងៃទី24ខែតុលាឆ្នាំ2024ហើយវាបានបង្កើតកលល្បិចក្រៀមព្រោះវាបានបង់អត្ថប្រយោជន៍100បន្ទាប់ពីដំណើរការប្រហែល11ខែដល់ខែកញ្ញាឆ្នាំ2025 TBI មានលេខសម្គាល់ចុះឈ្មោះសរុប7,000,300វាបានបង់ប្រាក់ចេញរួចហើយជាង269,223S ប្រហែល 72.51 លានបាតឧទាហរណ៍លេខសម្គាល់មួយបានវិនិយោគត្រឹមតែ
0.5 PS ប្រហែល35,000 បាតប៉ុណ្ណោះបន្ទាប់ពី11ខែប្រាក់ចំណូលសរុបដែលទទួលបានគឺ 71,341S ដែលជាការប្រមូលផល 5,717 នោះជាអត្រាកំណើនដ៏ធំឥឡូវនេះយើងបានឃើញសក្តានុពលរបស់ទ្បីប្រិយមិត្តមួយចំនួនប្រហែលជាឆ្ងល់ហើយតើអ្វីជាគំរូអាជីវកម្មនៅពីក្រោយគម្រោងនេះតើនាយកប្រតិបត្តិមានផែនការអ្វីខ្លះហើយតើនឹងមានអ្វីកើតឡើងចំពោះទ្បីនាពេលអនាគតតោះស្វែងយល់ពីគំរូអាជីវកម្មទ្បីទាំងអស់គ្នាគំរូទ្បីគឺផ្ដោតសំខាន់លើរឿងពីរមួយការលក់សិទ្ធិផ្ដាច់មុខឬអាជ្ញាប័ណ្ណនៃគម្រោងដែលវាយតាមរយៈវេទិកាទ្បី2បង្កើតមូលនិធិកម្ចីវិនិយោគដើម្បីគាំទ្រសមាជិកដំណើរចាប់ផ្ដើមដោយការបង្កើតសហគមន៍មួយមនុស្សទិញអាជ្ញាប័ណ្ណដើម្បីប្រើវេទិកាទ្បីបន្ទាប់មកទទួលការបណ្ដុះបណ្ដាលឲ្យត្រឹមត្រូវដើម្បីយល់អំពីប្រព័ន្ធនិងអាជីវកម្មបន្ទាប់មកសមាជិកនីមួយពង្រីកបណ្ដាញឬក្រុមផ្ទាល់ខ្លួនដើម្បីបង្កើតចំណូលផែនទីផ្លូវរបស់ទ្បីរួមមានការបង្កើតដៃគូជាមួយអ្នកផ្ដល់សេវាហិរញ្ញវត្ថុដ៏រឹងមាំដូចជាវេសៈដែលមានតួនាទីជាច្រកទូទាត់សកលដៃគូនេះគាំទ្រកាត់ debit ទ្បីការអភិវឌ្ឍផ្សារទំនិញទ្បីនិងការពង្រីកចូលទៅទីផ្សារហិរញ្ញវត្ថុឬផ្សារហ៊ុននៅអនាគតគោលបំណងចម្បងគឺបង្កើតភាពរុងរឿងសម្រាប់សហគមន៍ទ្បីឲ្យក្លាយជាស្ថាប័នដ៏រឹងមាំនិងមានភាពចីរភាពព្រោះទ្បីប្រតិបត្តិការដោយមានភាពថ្លៃថ្នូរប្រតិបត្តិការពេលពិតនិងចែកចាយចំណូល 100 វិជាគម្រោងដែលវាយឆ្លាតវៃមួយដែលកំពុងផ្លាស់ប្ដូរឧស្សាហកម្មហិរញ្ញវត្ថុទ្បីបានកសាងកិច្ចសន្យាឆ្លាតវៃផ្ទាល់ខ្លួនដែលចែកចាយចំណូលក្នុងពេលពិតដោយបែងចែកជាផែនការ3សំណុំ1កិច្ចសន្យាឆ្លាតវៃ Infinity Code 2កិច្ចសន្យាឆ្លាតវៃ Infinity Autorun 3កិច្ចសន្យាឆ្លាតវៃ Infinity Autorun Plus មានកម្រិតបង់ប្រាក់ចំនួន4កម្រិតនេះមួយនឹងបង់តាមរចនាសម្ព័ន្ធកម្រៃជើងសាររបស់ក្រុមហ៊ុនដូចខាងក្រោមកម្រិតទី1ប្រព័ន្ធទ្បីបង់ចេញ5កម្រិតទី2ប្រព័ន្ធទ្បីបង់ចេញ5កម្រិតទី3ប្រព័ន្ធទ្បីបង់ចេញ25កម្រិតទី4ប្រព័ន្ធទ្បីបង់ចេញ50សរុបប្រាក់បង់ចេញពីចនាសម្ព័ន្ធស្មើនឹង85មានកម្រិតបង់ប្រាក់ចំនួន4កម្រិតនេះមួយនឹងបង់តាមរចនាសម្ព័ន្ធកម្រៃជើងសាររបស់ក្រុមហ៊ុនដូចខាងក្រោមកម្រិតទី1ប្រព័ន្ធទ្បីបង់ចេញ5កម្រិតទី2ប្រព័ន្ធទ្បីបង់ចេញ5កម្រិតទី3ប្រព័ន្ធទ្បីបង់ចេញ25កម្រិតទី4ប្រព័ន្ធទ្បីបង់ចេញ50សរុបប្រាក់បង់ចេញពីចនាសម្ព័ន្ធស្មើនឹង85បន្ថែមពីនេះទៀតមានការបង់ប្រាក់ចំនួន15តាមរយៈ Unilever ចំនួន15ជំនាន់ជួញដូរមួយសម្រាប់ម្នាក់ដូច្នេះសរុបទ្បីចែកចាយប្រាក់ចំណូល100លក្ខខណ្ឌនៃផែនការមូលដ្ឋានត្រូវប្រមូលបាន10ឯកតាម្ដងដើម្បីអាប់ដេតពីថ្នាក់ទី2ទៅថ្នាក់ទី4ត្រូវប្រមូលបាន5ឯកតានៅចុងថ្នាក់ទី4ដើម្បីអាប់ដេតចូលផែនការ Matrix Autorun ត្រូវប្រមូលបាន2ឯកតានៅចុងរៀងមួយដើម្បីដំណើរការផែនការដែលឡើងវិញមិនដែលផុតកំណត់ទេត្រូវតែបញ្ជូនយ៉ាងហោចណាស់ពី ID ខាងឆ្វេងនិងខាងស្ដាំដើម្បីមានសិទ្ធិទទួលប្រាក់ចំណូល100ផែនការលំដាប់ខ្ពស់ឥឡូវនេះយើងមកមើលផែនការលំដាប់ខ្ពស់ដែលផ្ដោតលើរចនាសម្ព័ន្ធ Autorun មាន2ប្រភេទគឺ Autorun Plus និង Autorun Matrix ថ្លៃ Autorun Plus គឺ125 USD រចនាសម្ព័ន្ធបង់ប្រាក់កម្រិតទី1ស្មើនឹង10កម្រិតទី2ស្មើនឹង10កម្រិតទី3ស្មើនឹង30បែងចែកជា10សម្រាប់ទ្បី Club និង20សម្រាប់រចនាសម្ព័ន្ធកម្រិតទី4ស្មើនឹង50សរុបការបង់ប្រាក់ស្មើនឹង100ច្បាប់ពិសេស
ឯកតា10នៅកម្រិតទី4នឹងត្រូវប្រើសម្រាប់បើក ID ថ្មីមួយក្នុង Autorun Matrix 525S ឯកតា4នៅកម្រិតទី4នឹងត្រូវប្រើសម្រាប់បើកដំណើរការផែនការដដែលម្ដងទៀតដោយផ្ដល់ ID បន្ថែមពី Autorun Plus Acting បានគ្មានកំណត់រចនាសម្ព័ន្ធបង់ប្រាក់ Autorun Matrix 525S កម្រិតទី1ស្មើនឹង10កម្រិតទី2ស្មើនឹង10កម្រិតទី3ស្មើនឹង30កម្រិតទី4ស្មើនឹង50សរុបប្រាក់បង់ស្មើនឹង100ច្បាប់ពិសេសឯកតា4នៅកម្រិតទី4ត្រូវរក្សាទុកសម្រាប់បើកដំណើរការ ID ពីរៀងរាល់ជុំនេះជានិយាយថាការលូតលាស់បន្តទៅមុខជានិច្ចទ្រព្យសម្បត្តិនិង ID របស់អ្នកនឹងបន្តកើនឡើងការប្រៀបធៀបផែនការដើម្បីឲ្យយល់កាន់តែងាយសូមមើលការប្រៀបធៀបសាមញ្ញខាងក្រោមផែនការមូលដ្ឋានចំណាត់ថ្នាក់ទី1ត្រូវចំណាយ 2S ដើម្បីទទួលប្រាក់ចំណូល 18.51S ក្នុងមួយជុំចំណាត់ថ្នាក់ទី2ត្រូវចំណាយ 10S ដើម្បីទទួលប្រាក់ចំណូល 93S ក្នុងមួយជុំចំណាត់ថ្នាក់ទី3ត្រូវចំណាយ 50S ដើម្បីទទួលប្រាក់ចំណូល 465S ក្នុងមួយជុំចំណាត់ថ្នាក់ទី4ត្រូវចំណាយ 250S ដើម្បីទទួលប្រាក់ចំណូល 1700S ក្នុងមួយជុំផែនការមូលដ្ឋានឬផែនការប្រាក់រង្វាន់របស់TBការបង់ប្រាក់របស់ផែនការគ្រប់គ្រងក្រុមត្រូវគណនាដូចខាងក្រោមកម្រិតទី1ប្រព័ន្ធTBបង់5ដែលស្មើនឹង2ឯកតាកម្រិតទី2ប្រព័ន្ធTBបង់5ដែលស្មើនឹង4ឯកតាកម្រិតទី3ប្រព័ន្ធTBបង់ចេញ 1500% ដែលស្មើនឹង8គ្រឿងកម្រិតទី4ប្រព័ន្ធTBបង់ចេញ 50% បង់4គ្រឿងដំបូងប្រព័ន្ធនេះរក្សាប្រាក់ចំណេញពីអង្គភាព5ដល់14សម្រាប់អត្រាខ្ពស់ជាងនិងរក្សាពីចុងក្រោយនៃកម្រិត4សម្រាប់ការវិនិយោគជាបន្តបន្ទាប់ការគ្រប់គ្រងក្រុមចំណាយសរុប 85% និង 15% សម្រាប់ Unilever ប្រាក់ចំណូលជាមួយTBផែនការជាមុនដំណើរការដោយស្វ័យប្រវត្តិបូកតម្លៃ 125S ចំណូល 400S ក្នុងមួយជុំម៉ាទ្រីសដំណើរការដោយស្វ័យប្រវត្តិតម្លៃ 525S ចំណូល 5,125S ក្នុងមួយជុំតារាង Autorun Plus ត្រូវបានទិញក្នុងតម្លៃ 125S ពេលតារាងពេញប្រមូលបាន10ឯកតាហើយផ្ញើម៉ាទ្រីស Autorun ទៅគណនេយ្យក្នុងតម្លៃ 525S សម្រាប់រៀងរាល់ជុំតារាង Autorun Plus អាចទិញបានដោយគ្មានកំណត់ការប្រតិទិនឡើងវិញក្នុងតារាង Autorun Plus នឹងប្រមូលបាន4ឯកតានិងកូដបន្តដំណើរការឡើងវិញ2ក្នុងរៀងរាល់ជុំការប្រតិទិនឡើងវិញក្នុងតារាង Autorun Matrix នឹងប្រមូលបាន4ឯកចុងក្រោយនិងកូដបន្តដំណើរការឡើងវិញ2ក្នុងរៀងរាល់ជុំម៉ាទ្រីស Autorun អាចទិញបានម្ដងក្នុងមួយជុំចាប់ពីថ្នាក់ទី4នេះបង្ហាញពីរបៀបដែលប្រព័ន្ធត្រូវបានរចនាឡើងដើម្បីជួយសមាជិកអាចពង្រីកចំណូលរបស់ខ្លួនជាបន្តបន្ទាប់ចាប់ពីតូចហើយកើនឡើងដល់ថ្នាក់ខ្ពស់ជាងនេះក្នុងរចនាសម្ព័ន្ធ Autorun Autorun Plus ត្រូវការវិនិយោគ 125S រចនាសម្ព័ន្ធការបង់ប្រាក់កម្រិតទី1ប្រព័ន្ធTBបង់ប្រាក់ចេញ10ចំនួន2ឯកតាកម្រិតទី2ប្រព័ន្ធTBបង់ប្រាក់ចេញ10ចំនួន4ឯកតាកម្រិតទី3ប្រព័ន្ធTBបង់ប្រាក់ចេញ30ចំនួន8ឯកតានេះត្រូវបានបែងចែកជា10សម្រាប់ក្លឹបTBនិង20សម្រាប់រចនាសម្ព័ន្ធកម្រិតទី4ប្រព័ន្ធTBបង់ប្រាក់ចេញ50ឯកតា10ដំបូងត្រូវបានរក្សាទុកសម្រាប់ធ្វើបច្ចុប្បន្នភាពម្ដងទៅកាន់ Autorun Matrix
ឯកតា4ចុងក្រោយត្រូវបានរក្សាទុកសម្រាប់វិនិយោគឡើងវិញដោយមានកូដ2ប្រភេទសម្រាប់មួយរាល់ពេលប្រព័ន្ធដំណើរការឡើងវិញអត្តសញ្ញាណរបស់អ្នកនឹងបន្តកើនឡើងដោយស្វ័យប្រវត្តិនេះបង្កើតចំណូលបន្តបន្ទាប់ដែលអាចបន្តទៅជាមរតកដូចជាការទទួលបន្តជាប្រភេទចំណូលអានន្ន Autoron Matrix ត្រូវការវិនិយោគ525 USD រចនាសម្ព័ន្ធការបង់ប្រាក់កម្រិតទី1ប្រព័ន្ធច្បីបង់ប្រាក់ចេញ10គឺ2អែកតាកម្រិតទី2ប្រព័ន្ធច្បីបង់ប្រាក់ចេញ10គឺ4អែកតាកម្រិតទី3ប្រព័ន្ធច្បីបង់ប្រាក់ចេញ30គឺ8អែកតាកម្រិតទី4ប្រព័ន្ធច្បីបង់ប្រាក់ចេញ50ឯកតា4ចុងក្រោយត្រូវបានរក្សាទុកសម្រាប់វិនិយោគឡើងវិញដោយមានកូដ2ប្រភេទសម្រាប់មួយរាល់ពេលប្រព័ន្ធដំណើរការឡើងវិញអត្តសញ្ញាណរបស់អ្នកនឹងបន្តកើនឡើងដោយស្វ័យប្រវត្តិនេះបង្កើតចំណូលបន្តបន្ទាប់ដែលអាចបន្តទៅជាមរតកដូចជាការទទួលចំណូលអស់កលឹបជានិច្ចហើយច្បីក៏មានយុទ្ធសាស្ត្របន្ថែមទៀតពីដើម្បីគាំទ្រអ្នកចំនួនត្បែដូចខាងក្រោមអន្ទានត្បែដោះសោផ្លូវរបស់អ្នកទៅកាន់ប្រព័ន្ធម៉ាទ្រីដំណើរការដោយស្វ័យប្រវត្តិអន្ទានត្បែគឺជាកម្មវិធីខ្ចីទ្រព្យសម្បត្តិ Digital ពិសេសដែលរចនាឡើងដើម្បីជួយសមាជិកក្នុងដំណើរទៅកាន់ប្រព័ន្ធម៉ាទ្រីដំណើរការដោយស្វ័យប្រវត្តិជាមួយលក្ខខណ្ឌបត់បែននិងរចនាសម្ព័ន្ធងាយស្រួលវាបង្កើនសមត្ថភាពហិរញ្ញវត្ថុដែលអ្នកត្រូវការដើម្បីលើកកម្ពស់ទីតាំងរបស់អ្នកនិងបង្កើនសក្តានុពលចំណូលរបស់អ្នកឲ្យអត្ថប្រមាណហើយអ្វីជ្រើសរើសអន្ទានត្បែរចនាឡើងសម្រាប់ការលូតលាស់គាំទ្រការចូលរបស់អ្នកទៅប្រព័ន្ធម៉ាទ្រីដំណើរការដោយស្វ័យប្រវត្តិយ៉ាងងាយស្រួលលក្ខណៈសម្បត្តិពិសេសមានសម្រាប់សមាជិកថ្នាក់ទី4ដែលត្រៀមខ្លួនដើម្បីបើកទ្វារឱកាសថ្មីសមត្ថភាពខ្ចីប្រាក់យ៉ាងឆ្លាតវៃអាចចូលប្រើប្រាស់បានដល់ 500S ក្នុងមួយកន្នីជាអន្ទានម្ដងតែម្ដងការចូលរួមយ៉ាងមានសុវត្ថិភាពអ្នកខ្ចីប្រាក់ត្រូវតែរក្សាសមតុល្យឲ្យក្នុងកាបូបយ៉ាងតិច 125S ដើម្បីបន្ថែមស្ថិរភាពការសងប្រាក់ដោយស្វ័យប្រវត្តិការសងប្រាក់85ត្រូវបានប្រមូលយ៉ាងរលូនពីចនាសម្ព័ន្ធផែនការដើម្បីធានាថាការសងប្រាក់គ្មានការព្រួយបារម្ភកម្រៃប្រកួតប្រជែងមានត្រឹមតែ20ក្នុង1វ៉ាត់90ថ្ងៃប្រហែល 6.61 ក្នុង1ខែប៉ុណ្ណោះអត្ថប្រយោជន៍ការពីជូនដូរប្រសិនបើមិនបានបំពេញលក្ខខណ្ឌសងប្រាក់កន្នីដែលខ្ចីប្រាក់នឹងត្រូវផ្ទេរវិញទៅឲ្យអ្នកផ្ដល់អន្ទានដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកជាមួយអន្ទានត្បីសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់រូបមានឱកាសបង្កើនល្បឿនការរីកចម្រើនពង្រីកបណ្ដាញនិងសម្រេចបានជោគជ័យធំជាងមុនក្នុងសេដ្ឋកិច្ចទ្រព្យសម្បត្តិ Digital Code A Hybrid Avatar គឺជាប្រព័ន្ធវិនិយោគដោយស្វ័យប្រវត្តិដឹកនាំដោយ A ពេលដែល Code Avatar ត្រូវបានបើកដំណើរការវាមិនអាចដកចេញដោយផ្ទាល់បានទេប៉ុន្តែប្រាក់ចំណូលទាំងអស់ដែលបង្កើតឡើងនឹងត្រូវវិនិយោគឡើងវិញដោយស្វ័យប្រវត្តិរហូតដល់វាបង្កើតចំណូលបានចំនួនមួយអ្វីដែលវាធ្វើគឺរក្សាប្រព័ន្ធឲ្យបន្តដំណើរការនិងប្រាក់ឲ្យបន្តហូរចេញចូលនេះជាការច្នៃប្រឌិតរបស់អ្នកអភិវឌ្ឍថ្មីដែលបញ្ចូលគ្នារវាង blockchain កិច្ចសន្យាឆ្លាតវៃនិង A ដើម្បីបង្កើតប្រព័ន្ធ device ឆ្លាតវៃពិតប្រាកដមួយមុននឹងបញ្ចប់ខ្ញុំសូមអរគុណដល់នាយកប្រតិបត្តិនិងស្ថាបនិករបស់យើងលោកអាចារ្យប៊ុនយ៉ុងប៊ុនរឿងព្រមទាំងក្រុមប្រឹក្សាពិបាលរបស់ទ្វេ Club ដឹកនាំដោយអាចារ្យឆាយាពុនសំប៉ៅច័ន្ទនិងក្រុមគ្រប់គ្រងទាំងមូលសម្រាប់ចក្ខុវិស័យនិងភាពជាអ្នកដឹកនាំរបស់ពួកគេដល់អ្នកទាំងអស់គ្នានៅទីនេះខ្ញុំសូមលើកទឹកចិត្តឲ្យអ្នករីករាយជាមួយសេរីភាពហិរញ្ញវត្ថុជាមួយត្បែសូមអរគុណ